សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់បង្ហាញវីដេអូឃ្លីបមួយគឺស្ដីពីរបៀបរកលុយតាមអ៊ីនធឺណិតអូខេក្នុងរបៀបហ្នឹងដែរខ្ញុំស្រាវជ្រាវអស់ជាយូរខ្ញុំមិនបានទៅរៀនជាមួយនរណាទេគឺរៀនតែនៅផ្ទះហ្នឹងតាមអ៊ីនធឺណិតហ្នឹងដែរទេថ្ងៃនេះខ្ញុំចង់ចែករំលែកឲ្យបងប្អូនពុកម៉ែទាំងអស់គ្នាចេះនៅរបៀបរកលុយតាម YouTube Partner ហើយនិង Google AdSense ហើយ YouTube ហ្នឹងគឺហើយនិង Google AdSense ហ្នឹងគឺវាដូរ license តែងទួចនៅពេលនៅឆ្នាំ2013គេវាមានភាពពិបាកបន្តិចនៅពេលដែលវាដូរបែបហ្នឹងហើយពេលខ្លះយើងបង្កើត YouTube ទៅគឺគេដាក់បង្កើត YouTube ហើយបង្កើត channel មួយដើម្បី earn money ហ្នឹងគឺគេដាក់monetization ឡើយ monetization ហ្នឹងគឺគេដាក់ថា your monetize is available in your country អញ្ចឹងវាមានន័យថាទាមទារប្រទេសកម្ពុជាយើងគឺមិនទាន់អភិវឌ្ឍដូច្នេះយើងមិនអាច earn money បានទេហើយកលឹះសំខាន់នោះគឺយើងអាចបដូរ country បានទៅដាក់ដូចជាសិង្ហបុរី United States ដែលវាជាប្រទេសជឿនលឿនបំផុតបាទហើយក្នុងនោះពេលដែលយើងបដូរតំបន់បដូរប្រទេសហើយគឺគេឲ្យ monetize មកអូខេឥឡូវដូច្នេះហើយយើងមកសាកល្បងបង្កើតទាំងអស់គ្នាដំបូងឡើយយើងត្រូវបង្កើតនៅ Gmail បង្កើត Gmail account មួយអូខេនេះខ្ញុំបង្កើតហើយសូមពុកម៉ែបងប្អូនបង្កើតដោយយកចិត្តទុកដាក់នេះខ្ញុំតែបង្កើតមិញទេបាទហើយនៅពេលបង្កើតមកយើងបង្កើតរួចហើយយើងចូល account យើងរួចហើយយើងចូលមកកាន់ website នេះ youtube.com ហ្នឹងហើយនៅពេលដែលយើងចូលមកវាហើយវានឹង load បែបនេះអានេះជា account ពិតមិនមែន channel នេះជា account ហ្នឹងអូខេឥឡូវដើម្បី monetize វាគឺយើងត្រូវបង្កើត channel មួយដើម្បីបង្កើត channel យើងគ្រាន់តែចូលទៅ YouTube setting អូខេបន្តមកនៅកន្លែងពាក្យ Chrome នេះគឺគេដាក់ថា create a new channel តែពេលនេះខ្ញុំបង្កើតរួចហើយយើងចង់បង្កើតប៉ុន្មាន channel ក៏បានដែរឲ្យតែយើងប៉ិនធ្វើវីដេអូអូខេនៅពេលដែលបង្កើតហើយគឺចូលទៅកន្លែង channel គឺ channel ចូលទៅកាន់ channel បន្តមកទៀតវាមានវាឲ្យយើងនេះខ្ញុំបាន connect ជាមួយ partner verify នេះហើយអញ្ចឹងហើយយើងដំបូងឡើយយើងត្រូវ verify វាដល់ការបំពេញលេខទូរស័ព្ទហើយនឹងគេផ្ញើកូដឲ្យយើងតាមក្រោយអូខេបន្តមកទៀត monetize នេះគឺវាចេញក្រហមវាមិនឲ្យ monetize ទេដោយសារអីគឺវាមិន available ជាមួយនឹង country របស់យើងប្រទេសកម្ពុជាហ្នឹងដើម្បី available វាគឺគាត់ទៅចូលទៅពាក្យ advance ហើយនឹងបដូរ country ហ្នឹងហើយគឺជាការស្រេចចឹងហើយយើងមកពាក្យកន្លែង state នេះវិញមកហើយយក eligible បន្តមកទៀតគឺคลิกធ្វើតាមការណែនាំរបស់គេហ្នឹងคลิก3 cloud 3ហ្នឹងហើយគឺអូខេហើយគឺរួចជាស្រេចហើយនៅបង្កើតនឹង Google AdSense មួយទៀត Google AdSense យើងនៅពេលដែលយើងคลิกហើយគឺវា approve ជាមួយនឹង YouTube របស់យើងបន្តមកទៀតគឺយើងចូលទៅកាន់ how to make a private page នៅពេលដែលយើងคลิกលើពាក្យ monetize 3ហ្នឹងហើយនៅពេលដែលយើងคลิกហើយគេឲ្យបង្កើតតាមណែនាំរបស់គេហ្នឹងហើយ
ចំពោះការ upload វីដេអូវិញគឺវាមានភាពងាយស្រួលមែនទែនហើយច្បាប់នៃការ upload វីដេអូ YouTube នេះគឺមានតែ2ទៅ3ចំណុចទេចំណុចដំបូងនោះគឺមិនឲ្យคลิกលើពាក្យ advertise របស់គេនៅពេលដែលយើង monetize ហើយគឺវា Google AdSense ហ្នឹងគឺដាក់ advertising នៅនៅពីក្រោមវីដេអូរបស់យើងហើយយើងមិនអាចคลิกលើពាក្យ advertise នឹងកន្លែង advertise នឹងខ្លួនយើងទេនៅពេលដែលយើង log in account YouTube របស់យើងហើយមួយវិញទៀតគឺមិនឲ្យលួចចម្លងវីដេអូពីគេដាច់ខាតគឺមិនឲ្យ copy របស់គេមកទាំងដុលយកមកផុសក្នុង YouTube របស់យើងទេហ្នឹងហើយវាមានតែអាចថាមានតែ2ចំណុចហ្នឹងឯងបាទហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើវាបានហើយជូនពរឲ្យជោគជ័យជាមួយនឹង YouTube Partner នេះបាទសូមអរគុណហើយជាចុងក្រោយសូមឲ្យពុកម៉ែបងប្អូនជួយ Subscribe ផងហើយនិង Like Comment បើសិនជាមានចម្ងល់សូមអរគុណ